ตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมิยมิรัตนะตะยังอะหังរីខ្ញុំព្រះករុណាសូមអ្នកមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតន៍បានដល់ពុទ្ធរដ្ឋធម្មរដ្ឋនិងសង្ឃរដ្ឋដែលជាសរណឯកពលគឺជាវត្ថុទីពឹងដ៏ប្រសើរស្មើទៅដោយជីវិតសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះគ្រូចៅអធិការវត្តជោតនារាមបង្គកមួយអន្លើដោយព្រះគ្រូសូត្រឆ្ដាំស្វែងព្រះសង្ឃគ្រប់ព្រះអង្គដែលមានប្រវត្តិមានក្នុងទីនេះសូមចម្រើនពរពុទ្ធបរិស័ទនៅក្នុងវេនទី4និងពុទ្ធបរិស័ទដែលបានអញ្ជើញមកពីទីចិត្តទីឆ្ងាយមកប្រជុំសន្និបាតនៅក្នុងវត្តជោតនារាមបង្គកនេះដើម្បីបំពេញកុសលដែលហេតុតើនៅក្នុងថ្ងៃនេះនៅក្នុងវត្តយើងមានការដាច់ភ្លើងវាមានឧបសគ្គតាំងពីព្រឹកមកមានការមិនមានកង្ហាល់ជាដើមប៉ុន្តែមិនអីទេញោមដូចលោកគ្រូអាចារ្យបានបញ្ជាក់ថានៅរស់ក្តៅជាងហ្នឹងទៀតណាក្តៅហើយគេមិនអោយបកទៀតហើយតាត់មួយហ្នឹងវាគ្មានទៀតអញ្ចឹងប៉ុណ្ណឹងទ្រាំទៅដាក់ចិត្តបន្តិចទៅស្ដាប់ធម៌ចុះព្រោះការដែលសម្ដែងធម៌ទេសនានៅក្នុងពេលនេះអាត្មាភាពតតយំបេជាលើកទី3ហើយការជុំឆ្នាំទៅនោះម្ដងការកឋិនទៀតនោះម្ដងឥឡូវបានម្ដងទៀតហើយដូច្នេះធម៌ទេសនាដែលលើកយកមកសម្ដែងនៅក្នុងពេលនេះមិនតាក់ទងនៅក្នុងកម្មវិធីបុណ្យទេពីព្រោះថាការដើមឡើយមានបឋមកថាលោកធ្លាប់សម្ដែងអំពីប្រវត្តិដើមទៅនៅក្នុងកម្មវិធីបុណ្យជុំបិណ្ឌនេះហើយដូច្នេះវត្ថុទេសនាដែលអាត្មានឹងលើកយកមកសម្ដែងនៅក្នុងពេលនេះគឺសម្ដែងអំពីធម៌មួយដែលលោកឲ្យឈ្មោះថាបធានធម៌មានន័យថាសេចក្តីព្យាយាមប្រើពាក្យថាវិរិយៈក៏បានក៏ប៉ុន្តែធម៌នៅក្នុងទីនេះលោកឲ្យឈ្មោះថាបធានធម៌គឺសេចក្តីព្យាយាមធម៌នេះជាធម៌មួយនៅក្នុងចង្កោមនៃពោធិបក្ខយធម៌គឺជាធម៌ដែលនាំឲ្យព្រះពុទ្ធត្រាស់ដឹងប៉ុន្តែធម៌នេះអាចយកមកបដិបត្តិបានសម្រាប់ញាតិញោមទូទៅទាំងអស់ព្រះសង្ឃក៏អាចបដិបត្តិបានបរិស័ទក៏អាចបដិបត្តិបានដើម្បីយកជាឧបនិស្ស័យសម្រាប់ទៅជួបព្រះសម្មាសម្ពុទ្ធជាន់ក្រោយបធានធម៌នៅក្នុងទីនេះលោកសម្ដែងថាមានរហូតដល់ទៅ4ទី1សង្វរៈបធានជាយាមមិនឲ្យអកុសលមាននៅក្នុងសន្តានចិត្តទី2បហានបធានជាយាមលះបាបឬអកុសលដែលកើតឡើងនៅក្នុងសន្តានចិត្តហើយទី3ភាវនាបធានជាយាមញ៉ាំងកុសលឲ្យកើតឡើងនៅក្នុងសន្តាននិងទី4អនុរៈខេណាបធានជាយាមរក្សាកុសលដែលបានកើតឡើងនៅក្នុងចិត្តហើយនៅក្នុងសន្តានហើយអាត្មានឹងបកស្រាយខ្លីៗអាស្រ័យទៅតាមពេលវេលានិងអាស្រ័យទៅតាមសតិបញ្ញាផងពីព្រោះថាការដែលសម្ដែងធម៌ទេសនាមិនដែលធ្លាប់មនុស្សច្រើនចឹងទេញោមមានតែច្រើនចឹងហ្នឹងអញ្ចឹងរៀងភ័យទី1ឥឡូវអាត្មាមិននិយាយពាក្យបល័យឲ្យច្រើនដងទេថាទី1ជាយាមមិនឲ្យមានបាបកើតនៅក្នុងចិត្តតែយើងត្រូវធ្វើម៉េចទៅដើម្បីមិនឲ្យបាបវាកើតនៅក្នុងចិត្តបើកើតមកចំកន្លែងបាបទៅហើយហ្នឹងពីព្រោះឋានកណាហ្នឹងវាប្រជុំទៅដោយបាបដែរហើយធ្វើម៉េចដើម្បីបាបហ្នឹងមិនឲ្យមាននៅក្នុងសន្តានតែត្រូវបិទខ្លះទៅបិទអ្វីបិទភ្នែក
បិទតិជាបិទច្រមុះបិទអណ្ដាតបិទកាយបិទចិត្តបិទយ៉ាងម៉េចឃើញអ្នកណានីមួយគេធ្វើបាបអត់ត្រេកអរជាមួយទេឃើញគេធ្វើបន់បានត្រេកអរជាមួយនឹងយើងបិទភ្នែកមួយអត់មើលអ្នកឯងឃើញពើអាក្រក់ឲ្យទៅទូមនោជាមួយទេឃើញអ្នកឯងសម្លាប់គេទៅបាញ់ចេញតែមិនគួរសម្លាប់ទេបើយើងទៅប្រាប់ណែនាំកើតកុសលប៉ុន្តែទៅបាញ់ចេញហ្នឹងវាកើតអកុសលវិញដល់អញ្ចឹងឲ្យបិទខ្លះបិទភ្នែកបិទតិចបិទច្រមុះទៅរឿងណាដែលមិនពាក់ព័ន្ធដឹងឮទេគឺញាក់ណាណែនាំព្រានបដៅបានចាំប្រាប់បើមើលមិនទៅនៅទេមិនបាច់ស្ដីទេហ្មងអាហ្នឹងឲ្យវាផុតអញ្ចឹងទៅអាហ្នឹងបានអកុសលហ្នឹងវាមិនអាចកើតនៅក្នុងសន្តានបានមួយទៀតឬគល់នៃអកុសលទាំងឡាយបើមិនចង់ឲ្យបាបហ្នឹងវាកើតនៅក្នុងចិត្តគឺត្រូវកាត់ផ្ដាច់នៅឬគល់នៃអកុសលទាំងឡាយ3មានទោសៈលោភៈមោហៈកាត់បងសេចក្តីខឹងក្រោធកាត់បងសេចក្តីវង្វេងនិងកាត់បងសេចក្តីលោភលន់ញាតិញោមបដិបត្តិបានធ្វើតែប៉ុណ្ណឹងឈ្មោះថាលះបាបឲ្យស្អាតចេញពីក្នុងសន្តានហើយក៏ប៉ុន្តែលោកសំដែងបន្តទៅមុខទៀតថាបើជ្រុលជាបាបនឹងវាចូលហើយឲ្យត្រូវធ្វើម៉េចវិញពេលព្រោះចិត្តជាវត្ថុជួនងាយណានឹងបាត់បាននោះចេះតែចង់ដឹងចង់ឃើញចង់ឮចង់ស្គាល់នៅរឿងហេតុទាំងអស់ហ្នឹងពីព្រោះថាវត្ថុជួននៅមានទាំងអស់លោភៈសេចក្តីលោភលន់ទោសៈខឹងក្រោធជាធម្មតាមោហៈវង្វេងវង្វាន់ដោយការមិនស្គាល់ធម៌មិនច្បាស់នឹងមិនបានសិក្សាហើយយកមកបដិបត្តិវានៅតែមានអញ្ចឹងតែច្រើនប្រសងដីក៏ហោះក្តីវាត្រូវតែមានគ្រប់គ្នាទាំងអស់គ្រាន់តែតិចឲ្យច្រើនប៉ុណ្ណឹងទេតិចថាអ្នកបួសអស់នៅឧបកិលេសទាំង3តិចថាអ្នកស្លៀកសអស់នៅឧបកិលេសទាំង3តិចថាសចាំងបងបត់ឯណាអស់នៅរឿងទាំងអស់ហ្នឹងវាមិនអាចទៅរួចពីព្រោះសញ្ជាតិជាវត្ថុជនវាដាច់ខាតត្រូវតែមានទៅមកអាលោភៈទោសៈមោហៈហ្នឹងបើមិនមានទេគេហៅថាអរិយបុគ្គលណាយើងត្រូវតែមានទាំងអស់គ្នាគ្រាន់តែតិចឲ្យច្រើនទេដល់ពេលលោកបញ្ជាក់តទៅមុខទៀតថាបើជ្រុលជាឲ្យបាបនឹងវាកើតឡើងក្នុងចិត្តហើយតើត្រូវធ្វើម៉េចលោកសម្ដែងបញ្ជាក់ថាឲ្យព្យាយាមលះអាបាបនឹងចេញពីក្នុងសន្តានទៅកុំនៅសៅម៉ងជាមួយវាច្រើនពេកអានឹងយើងនិយាយភាសាលោកកវោហាថាកុំគិតរឿងដដែលកុំគិតរឿងអាក្រក់ដែលវាហួសទៅហើយវាគ្មានបានប្រយោជន៍អ្វីទេវានាំឲ្យតែសៅម៉ងនៅក្នុងសន្តាននៃចិត្តជាធម្មតាអំពើខុសឆ្គងទាំងឡាយវាតែងតែកើតមាននៅក្នុងមនុស្សម្នាក់មិនថាចំពោះឪពុកម្ដាយក្តីធ្លាប់ប្រើពាក្យសម្ដីធំតូចលើគាត់ធ្លាប់ប៉ះធ្លាប់វាយធ្លាប់សម្លាប់ក៏ប៉ុន្តែរឿងទាំងអស់ហ្នឹងវាបានហួសហើយដល់តែយើងនឹកឃើញវាធ្វើឲ្យមានពាក្យមួយម៉ាត់ថាវបបដិសារីស្ដាយក្រោយដល់ស្ដាយក្រោយចិត្តហ្នឹងវាទូលមកនោះដល់ទៅទូលមកនោះទៅអកុសលហ្នឹងវាកើតឡើងហើយបាបញោមគ្រាន់តែទូលមកនោះហ្នឹងបាបហ្នឹងក៏វាកើតឡើងដែរដល់អញ្ចឹងលោកថាឲ្យរៀនបំភ្លេចអាហ្នឹងចោលទៅប៉ុន្តែកុំធ្វើតបំភ្លេចមែនប៉ុន្តែអត់ឲ្យធ្វើតទេឲ្យរឿងបាបហ្នឹងបំភ្លេចចោលចុះប៉ុន្តែកុំធ្វើតបំភ្លេចវាចោលទៅទុកម្ដុំទៅព្យាយាមសន្សំកុសលទៅអាហ្នឹងលោកឲ្យឈ្មោះថាការដែលលះអំពើបាបចេញពីក្នុងសន្តានទី3ថាឲ្យព្យាយាមញ៉ាំងកុសលឲ្យមាននៅក្នុងសន្តានណាញោមទី1ឲ្យលះបាបមិនឲ្យចូលដល់ទៅទី3វិញឲ្យព្យាយាមធ្វើម៉េចឲ្យកុសលហ្នឹងមាននៅក្នុងសន្តានតែយើងត្រូវធ្វើម៉េចបានឲ្យកុសលហ្នឹងវាមាននៅក្នុងសន្តានថាធម្មតាទេបុគ្គលជាសត្វបរោះតែងតែញ៉ាំងកុសលឲ្យកើតឡើងមាននៅក្នុងសន្តានតិចច្រើនក៏ប៉ុន្តែយើងទាំងអស់គ្នាមិនច្បាស់ថាតែត្រូវធ្វើបែបណាទើបកុសលនោះវាមានទេដូច្នេះបានព្រះអង្គសម្ដែងថាដើម្បីឲ្យកុសលកើតឡើងបានគឺត្រូវបដិបត្តិធ្វើនៅកិច្ចការជាកុសលដែរ
កិច្ចការជាកុសលមានអ្វីខ្លះបើនិយាយឲ្យសំណុកស្ដាប់ថាអ្វីក៏ដោយឲ្យធ្វើទៅឲ្យបានសុខទាំងខ្លួនឯងបានសុខទាំងអ្នកដទៃអាហ្នឹងបានគេហៅបុណ្យមិនបានសុខតែខ្លួនឯងប៉ុន្តែធ្វើទុកទោសធ្វើបាបអ្នកដទៃហ្នឹងមិនមែនបុណ្យទេញូមិនមែនបុណ្យទេតើបុណ្យហ្នឹងសុខទាំងយើងផងសុខទាំងគេផងអាហ្នឹងបានគេហៅថាបុណ្យពិតប្រាកដដល់តែយើងធ្វើអំពើទាំងអស់ដែលធ្វើទៅឲ្យបានទាំងសុខសប្បាយទាំងខ្លួនឯងសុខសប្បាយទាំងអ្នកដទៃអាហ្នឹងហើយគេហៅថាព្យាយាមធ្វើឲ្យកុសលកើតឡើងនៅក្នុងសន្តានលើកឧទាហរណ៍ឧបមានៅក្នុងទីហ្នឹងញាតិញោមធ្វើដំណើរមកកាន់វត្តយើងមានបំណងមួយថាមកចូលរួមកម្មវិធីជុំបិណ្ឌវិញកម្មវិធីបុណ្យជុំបិណ្ឌហ្នឹងគេនាំយើងឲ្យទៅនៅរូបប្រែតអីគូនាំយើងឲ្យទៅកើតកន្លែងល្អវាមិនដែលជុំបិណ្ឌគេធ្វើបុណ្យនាំឲ្យយើងទៅកើតនៅរូបទេគេចង់ឲ្យយើងបានបុណ្យកុសលហ្នឹងហើយទើបបង្ខំរៀបចំតុបតែងទីអារាមគ្រប់វត្តទាំងអស់ដើម្បីធ្វើម៉េចឲ្យបរិស័ទចូលមកមានសេចក្តីជ្រះថ្លានៅក្នុងសន្តានចិត្តដល់តែយើងតមកកុំទើសឲ្យសោះកុំទូម្នោះឲ្យសោះដូចអាត្មាថាខាងដើមតែត្រូវបិទទៅត្រូវមិនមើលទៅត្រូវមិនសមទៅតែលោកឃើញកន្លែងណាមិនទៅនៅប្រាប់ថាទេមិនសមត្រង់នេះមិនល្អត្រង់នេះណាប្រាប់ថាអញ្ចឹងអាហ្នឹងបានកុសលវាកើតឡើងមួយទៀតជាយាមធ្វើកុសលមានការបដិបត្តិធ្វើនៅទានសិលភាវនាជាដើមអាហ្នឹងហើយគេឲ្យឈ្មោះថាព្យាយាមញ៉ាំងកុសលឲ្យកើតឡើងក្នុងសន្តានដល់ទៅចុងក្រោយទី4អកុសលដែលកើតឡើងក្នុងសន្តានហើយធ្វើម៉េចព្យាយាមកុំឲ្យវារលត់បាត់ទៅវិញត្រង់នៃទី4គឺក្តោបនៃបានទាំងអស់បើកុសលកើតឡើងហើយព្យាយាមមិនឲ្យរលត់បាត់ទៅវិញទេអាហ្នឹងត្រូវធ្វើម៉េចថាកុំស្ដាយអំពើល្អដែលធ្លាប់ធ្វើជាមួយពីណាក៏ដោយឥឡូវអាត្មាលើកឧទាហរណ៍ចេះពីក្មេងឃើញអាណិតស្រាប់តែញោមឲ្យលុយឲ្យបាយសម្រាប់ហូបឲ្យបច្ច័យឲ្យលុយសម្រាប់ទៅរៀនទៅសូត្រអាហ្នឹងគេហៅថាអំពើល្អញ៉ាំងកុសលឲ្យកើតក្នុងសន្តានហើយដល់ទៅមនុស្សម្នាក់នឹងធំឡើងស្រាប់តែអត់ស្គាល់ញោមវិញលេងធ្លាប់ជួយតាំងពីក្មេងដូចប្រសងអញ្ចឹងណាពីព្រោះមានបរិស័ទវាច្រើនឧបត្ថម្ភប្រសងសម្រាប់រៀនសូត្រអញ្ចឹងទៅដល់ទៅសឹកទៅបានការងារធ្វើអត់ស្គាល់ឯងវិញដល់តែញោមឃើញអញ្ចឹងថាមិនចិត្តជាវត្ថុជនវាតោម្ដងហើយថាទេឯងខំជួយតាំងពីក្មេងដល់ធំធាត់បានការងារធ្វើស្រាប់តែលែងស្គាល់គ្នាដើរតាមផ្លូវឯណូជីឡានមកចំវាមានកលុកសាច់ដាក់អីអាចចោលរបស់យកនេះវើយណាដល់ទៅមើលទេឯងធ្លាប់ជួយពីដើមតាស្រាប់តែមកធ្វើអញ្ចឹងដាក់ឯងវិញឯងឲ្យឯងដកធានទៅមិនទៅទេឯងធ្វើពើអញ្ចឹងដាក់អញអាហ្នឹងយ៉ាងម៉េចមិនព្យាយាមរក្សាកុសលឲ្យកើតឡើងក្នុងសន្តានទេពីព្រោះអកុសលកើតឡើងនៅក្នុងពេលណាយើងនឹកឃើញអាបនធ្វើ20ឆ្នាំមុនក៏ដោយវានៅតែបានបនអញ្ចឹងនឹកឃើញម្ដងបានបនម្ដងនឹកឃើញ2ដងបានបន2ដងគេហៅថាអបរាបរៈចេតនានោះចេតនាបន្ទាប់ពីធ្វើឲ្យប៉ុន្តែកុសលយើងធ្លាប់ធ្វើឲ្យពីខាងដើមស្រាប់តែមានហេតុឯណាមួយវានាំឲ្យទូមកនោះស្រាប់តែញោមព្រមចាញ់អាកិលេសហ្នឹងទៅព្រមបាក់រណបតាមអាកិលេសហ្នឹងទៅព្រមទូមកនោះតាមអញ្ចឹងទៅហ៊ានស្ដីហ៊ានថាដល់បកគលហ្នឹងអាហ្នឹងមិនមែនជាការរក្សាកុសលឲ្យកើតនៅក្នុងសន្តានទេមិនមែនជាការព្យាយាមឲ្យកើតទេពេលព្រោះលោកប្រើពាក្យថាព្យាយាមវាដឹងតែមិនស្រួលហើយញាតិញោមបើពាក្យថាព្យាយាមដឹងតែមិនស្រួលហើយបើស្រួលនោះគេមិនថាព្យាយាមទេពេលព្រោះវាប្របាកណាស់នៅក្នុងការញ៉ាំងបាបហ្នឹងមិនឲ្យកើតក្នុងសន្តានហើយវាប្របាកណាស់នៅការលះបាបហ្នឹងមិនឲ្យមានក្នុងសន្តានហើយវាហត់តែប្របាកទៅទៀតសម្រាប់មនុស្សអាក្រក់នៅក្នុងការធ្វើអំពើល្អហើយវាហត់តែប្របាកទៀតនៅក្នុងការរក្សាអំពើល្អពីព្រោះចិត្តជាវត្ថុជួនដោយព្រះពុទ្ធព្រះអង្គសម្ដែងថាបកគលជាសត្វបរោះធ្វើអំពើល្អបានដោយងាយញាតិញោមមិនបាច់ចាំពីណាមកបខំទេមិនបាច់ចាំមកអូសមិនបាច់ចាំមកទាញទេគឺនឹកឃើញធ្វើដោយខ្លួនឯង
ចំណែកបកគលជាអសប្បុរសធ្វើអំពើល្អមិនបានដោយងាយទេប្រើពាក្យអ្នកស្រុកថាដូចអស់អាស័យបញ្ញាចង់ចឹងទៅមិនរួចទេតបកគលជាអសប្បុរសកំពុងតែធ្វើបាបចាត់ទុកបាបនោះវាដូចជាទឹកខ្មុំដល់ទៅបាបនោះវាឲ្យផលបានដឹងថាទឹកខ្មុំនោះវាលាយពឹសអីទៅផ្អែមតែមកផ្លែតដល់ទៅចង់ក្រោយស្លាប់ខ្លួនឯងទៅវិញដូច្នេះធម៌ដែលមកលើកឡើងមករួមន័យមកថាទី1បាំងធ្វើបន់ឲ្យធ្វើមិនឲ្យអាលឹកបន់ហ្នឹងឲ្យញើបន្តិចបណ្ដាអាបាបដែលបានធ្វើឲ្យកុំសូវនឹកឃើញវាញោមបើកប់ចោលបានក៏កប់ចោលទៅប៉ុន្តែកុំធ្វើថ្មីទៀតត្រូវតែរក្សាអាចាស់ហ្នឹងឲ្យវាបាត់ទៅបណ្ដាថ្មីកុំឲ្យកើតមានឡើងបើនិយាយអាហិតតែខ្លីទៀតថាកុំធ្វើបាបបាំងធ្វើទៅបន់ទៅពីព្រោះដោយសារអីបានអញ្ចឹងព្រះអង្គសម្ដែងថាសុខោបញ្ញសាឧច្ចយោការសំបន់ហ្នឹងជាហេតុនាំឲ្យមានសេចក្តីសុខអញ្ចឹងបើញាតិញោមពុទ្ធបរិស័ទប្រាថ្នានៅសេចក្តីសុខសេចក្តីចម្រើនគប្បីនឹងប្រឹងធ្វើបុណ្យកុសលទាំងអស់គ្នាអនុមោទនីខ្លីប៉ុណ្ណឹងញោមមិនវែងទេធម៌ទេសនាដែលអាត្មាលើកយកមកសម្ដែងក្នុងពេលនេះគឺសំកាលវេលាបញ្ចប់ទៅចោះក៏ប៉ុន្តែមុននឹងបញ្ចប់ធម៌ទេសនាសូមលើកយកមហាកុសលដែលកើតចេញអំពីការបដិបត្តិរបស់ញាតិញោមទាំងអស់គ្នាបានធ្វើឡើងហើយសូមកុសលទាំងអស់នោះទៅជួយយឹតយោងសណ្ដោងដុំដួងវិញ្ញាណក្ខន្ធរបស់បុព្វការីជនទាំងអស់មានមេត្តាបៃតាជាដើមជាពិសេសវិបាកវិញ្ញាណរបស់ពពួកយុទ្ធជនទាំងឡាយដែលជាអ្នកក្បាំងការពារនៅទឹកដីដែលបានលះបង់នៅជីវិតនោះបុព្វការីជនមកផ្នែកទៀតមានអតីតព្រះគ្រូចៅអធិការអាចារ្យគណៈកម្មការនៅក្នុងវត្តបឹងកុកនេះទាំងមូលដោយអំណាចនៃកុសលដែលពុទ្ធបរិស័ទបានប្រព្រឹត្តធ្វើឲ្យសំយោងវិញ្ញាណក្ខន្ធរបស់អស់លោកទាំងអស់នោះបានទៅកើតក្នុងទីឋានដ៏ប្រសើរបុណ្យមកផ្នែកទៀតសូមលើកយកមកប្រគិននឹងជូនដល់ពុទ្ធបរិស័ទទូទៅដែលបានជ្រះថ្លាមកបំពេញកុសលនៅក្នុងទីនេះសូមបុណ្យកុសលទាំងអស់ឧបត្ថម្ភឲ្យជួបប្រទះតែសេចក្តីសុខនៅក្នុងអ៊ីចាលោកនេះផងឲ្យបានសេចក្តីសុខទៅបរៈលោកគឺលោកខាងមុខផងអនាគតជាតិទៅឲ្យកើតទាន់ព្រះច្បាស់តែធម៌សុខភាពល្អអាយុវែងទាំងអស់គ្នាអនុមោទនា